បាទសួស្តីអ្នកក្លានទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងអ្នកចម្បាំងលោហិតនាគរៀងជាបន្តទៅទៀតដោយភាគនេះបន្តពីលោកតាសៀវគាត់បានដេញថ្លៃតាមបញ្ជារបស់ទីលីយ៉ាជាមួយនឹងស៊ីសាណាស៊ីសាគេមើលទៅបន្តិចក្រោកឈរឡើងមើលទៅគួរឲ្យចាប់អារម្មណ៍ដេញថ្លៃបន្ត10លាន3សែនលោកតាសៀវក៏បានបន្ត10លាន4សែន10លាន6សែនដេញថ្លៃបណ្ដេញគ្នារហូតដល់10លាន7សែនសូម្បីតែលោកម្ចាស់ទាំងពីរហ្នឹងខលៃតើហ្នឹងក៏ឆ្ងល់ដែរគាត់ថាលោកតាសៀវហ្នឹងកំពុងតែរស់ស្លាប់មែនទេតើជាគ្រួសារមកពីណាទៅមានទាំងស្មារតីមានទាំងទ្រព្យសម្បត្តិព្រះអង្គម្ចាស់ជាពូក៏បានប្រាប់ថាព្រះអង្គម្ចាស់ខ្ញុំក៏មិនដឹងថាជាគ្រួសារណានោះដែរប៉ុន្តែបន្ទប់ឯកជនមួយនេះគឺត្រូវបានរក្សាទុកដោយគ្រួសារ Lion ដែលជាគ្រួសារមានអំណាចខ្លាំងមួយក្នុងចំណោមគ្រួសារទាំង5នៃចក្រភព Yulan រីឯ Khala នៅនោះវិញគេកំពុងតែខឹងមើលចិត្តមែនតើចង្រៃយោតើលីនលៃមានអីអស្ចារ្យទៅមិនបានជាមនុស្សគ្រប់គ្នាចូលចិត្តស្នាដៃរបស់គេម្ល៉េះហេតុអីទៅការដេញថ្លៃស៊ីសាក៏បានដេញថ្លៃរហូតដល់11លានលោកតាសៀវក៏បានសួរទៅកាន់ទីលីយ៉ាប៉ុន្តែទីលីយ៉ាក៏ថាមិនចាំបាច់បារម្ភនោះទេលោកតាសៀវនាងក៏បានសរសេរសម្បត្តិមួយឲ្យគាត់យកទៅកាន់ស៊ីសាទៅហើយនាងក៏បានបន្តដេញថ្លៃ12លានដោះនៅរបាំងមុខចេញលីនលៃក៏ភ្ញាក់ផ្អើលទីលីយ៉ាមិនបានជានាងមកទីនេះលោកតាសៀវក៏បានយកសម្បត្តិដែលទីលីយ៉ានាងបានសរសេរបកលទៅកាន់ស៊ីសាគាត់ប្រាប់ថាគាត់គឺជាអ្នកបម្រើរបស់គ្រួសារ Lion នេះជាសម្បត្តិដែលអ្នកនាងរបស់គាត់ផ្ញើជូនលោកម្ចាស់បន្ទាប់ពីស៊ីសាបានមើលនៅក្នុងសម្បត្តិហ្នឹងគឺប្រាប់ថាលីនលៃនឹងក្លាយជាគូដណ្ដឹងរបស់នាងស៊ីសាក៏បានសាយតែម្ដងគាត់ក៏មិនបានបន្តដេញថ្លៃយកនោះដែរលោកម្ចាស់ជាមួយជាដើមគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែចាស់ម្នាក់នេះបែរជាទុកចោលបែបហ្នឹង Collider ក៏បានសើចគួរឲ្យចាប់អារម្មណ៍ណាស់ក្មេងស្រីម្នាក់នេះពិតជាមានទេពកោសល្យក្រនបើលីនលៃតើឯងគិតថានៅលើសម្បត្តិហ្នឹងមានសរសេរអ្វីទៅលីនលៃក៏មិនដឹងដូចគ្នាបានត្រឹមតែអេសក្បាលប៉ុណ្ណោះបន្ទាប់ពីសម្រេចឲ្យតម្លៃ12លានគ្មានអ្នកណាគេដេញថ្លៃបន្តអបអរសាទរទៅដល់គ្រួសារ Lion ដេញថ្លៃយកចម្លាក់មួយនេះក្នុងតម្លៃ12លានស្នាដៃដ៏អស្ចារ្យរបស់លោកគ្រូលីនលៃខ្ញុំក៏មានកិត្តិយសនៅក្នុងការប្រកាសផងដែរចម្លាក់ថ្មញាក់ពីសបិនចំណាត់ថ្នាក់លេខ3នៅក្នុងបញ្ជីចម្លាក់ថ្មទាំង10សូមអបអរសាទរដល់ម្ចាស់ចម្លាក់ថ្មដ៏ប៉ិនប្រសប់គាត់គឺជាអ្នកដែលមានជំនាញខាងចម្លាក់ថ្មលីនលៃប៉ាឡូខឺបន្តមកទីលីយ៉ាក៏បានឡើងទៅខាងលើជួបជាមួយនឹងលីនលៃគាត់ក៏បាននិយាយដែរខានជួបគ្នាយូរហើយនាងក៏បានប្រាប់ថាក៏មិននឹកស្មានដល់ថាមិត្តរួមថ្នាក់លីនលៃឥឡូវនេះគឺពិតជាមានជំនាញបកកែខាងឆ្លាក់ថ្មមែនទែនបន្តមកអភិជនទាំងឡាយនៅខាងក្រោមក៏ចង់មកជួបលីនលៃអញ្ជើញគាត់ឲ្យទៅលេងគ្រួសាររបស់ពួកគេចឹងទៅលោកគ្រូលីនលៃនៅណាទៅលោកគ្រូលីនលៃទីលីយ៉ានាងក៏ប្រាប់លីនលៃទៅប្រហែលជាមិនអាចដោះស្រាយជាមួយនឹងហ្វូងមនុស្សទាំងអស់នេះបានទេទុកឲ្យនាងចោះលីនលៃក៏បានត្រឹមតែអរគុណពួកគេនឹងគឺបានឲ្យកញ្ញាទីលីយ៉ាជួយណែនាំពួកគេទៅកាន់លីនលៃផងបន្ទាប់ពីព្រឹត្តិការណ៍នៃការដេញថ្លៃលីនលៃក៏បានមកជួបជាមួយនឹងអ្នកអង្គម្ចាស់ជាពូនៃគ្រួសារលូកាស៊ឺបន្តទៀតលីនលៃក៏បានបកគលនៅទឹកប្រាក់ចំនួន2លានសូមលោកម្ចាស់ទទួលយកទៅលោកម្ចាស់ជាពូគាត់បដិសេធយ៉ាងលឿនលីនលៃក៏ឆ្ងល់តើវាតិចពេកលោកផ្លាស់ប្ដូរចិត្តប៉ុន្តែគាត់ប្រាប់ថាគាត់មិនមែនមានអីអញ្ចឹងនោះទេគាត់មិនត្រូវការប្រាក់ច្រើនបែបនេះនោះទេប៉ុន្តែលោកគ្រូលីនលៃខ្ញុំក៏មានសំណើមួយប៉ុន្តែសាច់រឿងក៏បានកាន់មកដល់នៅឯខាង Hooker ណាវិញនៅក្នុងវិមានមួយកំពុងតែដើរអស់ដើរមើលទៅកាន់ទស្សនវិជ្ជាគាត់បានសម្លេះទៅកាន់មនុស្សជាច្រើនមនុស្សម្នាក់នេះក៏របួសធ្ងន់ផងដែរគេបាននិយាយថាទោះបីជាឯងស្គាល់អត្តសញ្ញាណមនុស្សម្នាក់នោះក៏ដោយចុះវាយ៉ាងម៉េចស្រមោចដូចជាឯងទោះបីជាឯងទៅរកគេក៏ដោយគ្រាន់តែបោះជីវិតចោលឥតប្រយោជន៍ប៉ុណ្ណោះហើយសាច់រឿងក៏បានកាន់មកខាងលីនលៃដោយអ្នកអង្គម្ចាស់ហ្នឹងគឺគាត់គ្រាន់តែចង់បានឲ្យលីនលៃហ្នឹងចុះហត្ថលេខានៅលើហ្នឹងយេឡូក៏ទៅសារដែរថាគាត់ពិតជាបានរៀបចំទុកល្អមែនបងទី3ឯងគួរតែសាមជាមួយនឹងវាឲ្យទៅចាប់ពីពេលនេះតទៅនាមតកូលគ្រួសារប៉ាឡូខឺរបស់ឯងប្រកាសជាល្បីលន្ទើខ្លាំងឡើងហើយនៅពេលដែលលីនលៃចាប់ផ្ដើមក្នុងការឆ្លាក់ទស្សនវិជ្ជាបានឆ្លាស់គ្នាបង្ហាញទៅកាន់ខាង Hooker ដែលកំពុងតែទប់ទល់ជាមួយនឹងអ្នកចម្បាំងជាច្រើនដែលចូលមកចាត់ការគាត់ទស្សនវិជ្ជាពីរផ្សេងគ្នាឆ្លាស់គ្នាទៅវិញទៅមក Hooker បានប្រយុទ្ធជាមួយនឹងអ្នកចម្បាំងទាំងអស់នេះសម្លេះពួកគេអស់ជាច្រើនមានទាំងគ្រាប់ព្រួញបាញ់ស្រោចមកលើរាងកាយប៉ុន្តែគាត់នៅតែអាចសម្លេះពួកគេបានពេលដែលលីនលៃឆ្លាក់ចប់ល្មមអ្នកអង្គម្ចាស់ក៏បានសរសើរថាពិតជាអស្ចារ្យណាស់ពិតជាស័ក្តិសមជាលោកគ្រូលីនលៃពិតមែនខាង Hooker នោះវិញកងទ័ពមកក្រុមទៀតហើយគឺបានមកដល់រីឯគាត់វិញគឺរបួសពេញខ្លួនសោះអស់ហើយមេគេស្រែកថាគេអស់កម្លាំងហើយចូលសម្លាប់គេទៅទស្សនវិជ្ជាបង្ហាញខាងលីនលៃអ្នកអង្គម្ចាស់ក៏បានប្រាប់ថាដោយតែកិច្ចព្រមព្រៀងដែលប្រយុទ្ធសម្លាប់រង្គាលគឺជារបស់លោកហើយចាប់ពីពេលនេះតទៅលីនលៃពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលប្រយុទ្ធគាត់នឹកឃើញទៅដល់ប៉ារបស់គាត់ថាគាត់ធ្វើបានហើយ Hooker ក៏បានបំបែកបង្អួចលោតលើសេះហើយព្យាយាមរត់ចេញកងទ័ពទាំងអស់ហ្នឹងក៏បានបន្តដេញតាមខណៈពេលដែលលីនលៃបន្ទាប់ពីទទួលបាននៅដាវប្រយុទ្ធហើយនោះក៏កំពុងតែប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ផ្ទះដូចគ្នាដោយគិតថាប៉ារបស់គាត់គឺប្រកាសជាសប្បាយចិត្តហើយទាំងដែល Hooker ពេលនេះកំពុងតែរត់យ៉ាងវេទនាហើយទស្សនវិជ្ជាហ្នឹងគឺខាង Hooker ជាអតីតកាលនោះទេលីនលៃគឺទៅជាពេលបច្ចុប្បន្នគ្រាន់តែសាច់រឿងគេបានបង្ហាញឲ្យយើងដឹងដោយពេលបច្ចុប្បន្នដែលលីនលៃកំពុងតែធ្វើដំណើរទៅហ្នឹង Hooker គឺគាត់បានទទួលមរណភាពទៅហើយក្នុងនាមជាគ្រូចម្លាក់ម្នាក់លីន
នឡៃឥឡូវគឺមានអ្នកការពារទៀតតែដោយសារតែលបឿនវាយឺតពេកគាត់ក៏សុំពួកគេទៅមុនទៅទស្សនភាពបានបង្ហាញខាង Hooker នោះវិញកំពុងតែរត់ពីការដេញតាមរបស់កងទ័ពយ៉ាងដដាបដដួលពួកគេដេញបដាបាញ់ព្រួញបដារាងកាយរបស់ Hooker ពោពេញទៅដោយគ្រាប់ព្រួញខណៈពេលដែលរូបភាពក៏បានឆ្លាស់គ្នាលីនឡៃកំពុងតែរំភើបចិត្តមិនដឹងថាប៉ារបស់ខ្លួនសប្បាយចិត្តយ៉ាងណានោះទេពេលដែលឃើញខ្លួនអាចទទួលបាននៅដាវសម្លាប់ត្រឡប់មកវិញប៉ុន្តែពេលនេះ Hooker គាត់គ្មានផ្លូវបោះក្រោយនោះទេបន្តជិះសេះទាំងដែលខ្លួនឯងរងរបួសយ៉ាងដំណំជាចុងក្រោយគាត់ក៏បានបោលសេះខណៈពេលដែលលីនឡៃក៏បានបោលទៅកាន់ផ្ទះដូចគ្នាទស្សនភាពហាក់ដូចជាកូនពោពេញទៅដោយក្តីរំពឹងទុំរីឯឪពុកពោពេញទៅដោយភាពសោកសៅនៅពេលដែលលីនឡៃបានធ្វើដំណើរទៅដល់ផ្ទះបើកទ្វារមកអ្វីដែលគាត់បានឃើញមិនមែនដូចជាការរំពឹងទុកនោះទេបានឃើញត្រឹមតែដាវប្រយុទ្ធរបស់ឪពុកហើយក៏ជាកម្មវិធីបុណ្យសមរងចាំគាត់មកគោរមលីនឡៃតក់ស្លុតខ្លាំងរហូតដល់មិនជឿថាមិនបានជារឿងនេះកើតឡើងយកសម្បត្តិដែលបន្សល់ទុកដោយ Hooker យកមកអានលីនឡៃកូនប្រុសនៅពេលដែលឯងបានអានសម្បត្តិមួយនេះប៉ាគួរតែស្លាប់ទៅយូរហើយសម្រាប់ឯងហើយនឹងវូតុនប៉ាមានអារម្មណ៍ថាសោកស្ដាយឥតឈប់ឈរព្រោះប៉ាបានកុហកឯងម្ដាយរបស់ឯងមិនបានស្លាប់នៅពេលសម្រាលវូតុននោះទេពេលដែលវូតុនកាន់មកពួកយើងនៅក្នុងប្រាសាទពន្លឺដើម្បីធ្វើការអធិដ្ឋានហើយបន្ទាប់មកស្នាក់នៅទីនោះមួយយប់នៅក្នុងទីក្រុង Funlai មេខ្លោងនៅពីក្រោយរឿងនេះទាំងអស់គឺជាអង្គញា Patterson ដែលជាប្អូនប្រុសរបស់ព្រះអង្គម្ចាស់ Curlighter ហើយមនុស្សដែលនៅពីក្រោយ Patterson ប៉ាគ្មានអំណាចនៅក្នុងការស្វែងរកការពិតនោះទេលីនឡៃក៏បានស្រមៃគ្រប់អតីតកាលគាត់បានបដិញ្ញាជាមួយនឹងប៉ារបស់គាត់ហើយគ្រួសារប៉ាឡូខឺត្រូវការអនាគតលីនឡៃឯងលែងជាក្មេងទៀតហើយឯងគឺជាសសរស្តម្ភសម្រាប់គ្រួសារប៉ាឡូខឺស្រមៃទាំងការជឿចាំទៅដល់អតីតកាលដែលគាត់មានជាមួយនឹងប៉ារបស់គាត់នឹកឃើញទៅដល់គ្រាមួយដែលប៉ារបស់គាត់បានប្រយុទ្ធសាកធ្វើដៃបន្ទាប់ពីគាត់ត្រឡប់មកពីសាលា Exeter វិញដោយបង្រៀនលីនឡៃថាការការពារដ៏ល្អបំផុតគឺជាការវិលងក្នុងសម្បត្តិជាចុងក្រោយក៏បានបន្តថាលីនឡៃប៉ាមិនមែនជាប៉ាល្អនោះទេបើឯងមិនទាន់ខ្លាំងគ្រប់គ្រាន់កុំលះបង់ជីវិតចោលឲ្យសោះលីនឡៃកូនតែងតែជាមោទនភាពរបស់ពួកយើងលពូ Hillman ក៏បានចូលមកទាំងបារម្ភលីនឡៃក៏បានសួរតើនេះមិនមែនជាការពិតទេមែនទេគាត់ក៏បានប្រាប់ថាលោកម្ចាស់បានលាចាក់លោកតាំងពី3ខែមុនមកម្លេះតែលីនឡៃគេមិនជឿនោះទេមុនពេលគាត់ចាស់ចេញប៉ាក៏នៅធម្មតានោះទេហើយលីនឡៃយើងដឹងថារឿងនេះពិបាកទទួលយកណាស់ប៉ុន្តែឪពុកររបស់ឯងលោកម្ចាស់ Hooker គាត់បានលាចាក់ទៅហើយលីនឡៃតបអារម្មណ៍ស្ទើរតែមិនបានពីព្រោះថាឈឺចាប់ផងអមជាមួយនឹងកំហឹងទៀតដៃរបស់គាត់ក៏បានបំលែងទៅជាស្រកានេះប៉ុន្តែក្រោយមកក៏បានដឹងស្មារតីវិញបញ្ញាផ្សំទោសទៅកាន់លោកពូ Hillman ហើយលីនឡៃក៏បានទៅយកដាវសម្លាប់រង្គាលបកលទៅកាន់លោកពូ Hillman នេះគឺជាមរតកនៃគ្រួសារប៉ាឡូខឺរបស់អ្នកចម្បាំងលហិតនាក្រៀងដំបងបំផុតសូមឲ្យគាត់យកវាទៅកាន់ចក្រភព Oppolion ហើយបកលវាឲ្យទៅកាន់វូតុនដោយផ្ទាល់ទៅថែមទាំងបានបកលនៅកាតមួយដែលមានកាក់មាសចំនួន1លានឲ្យគាត់នាំគ្រួសារទៅជាមួយនឹងគាត់ទៅនឹងបានផ្ដាំថាកុំបារម្ភអីអ្វីដែលនៅសល់ទុកឲ្យខ្ញុំលោកម្ចាស់ Hooker លីនឡៃគេថមហើយរូបភាពក៏បានកាន់មកដល់ព្រះម្ចាស់ Curlighter នេះវិញក៏ទទួលបានដំណឹងនៃការស្លាប់របស់ Hooker ដែលជាឪពុករបស់លីនឡៃផងដែរគាត់បានបញ្ជាឲ្យអូគេរៀបចំប្រាក់ដើម្បីរំលែកទោសហើយត្រូវតែរៀបចំជាស្តង់ដារខ្ពស់បំផុតសម្រាប់ងាររបស់ Hooker ប៉ុន្តែគេក៏ប្រាប់ថាព្រះម្ចាស់ Hooker មិនមាននៅក្រមងារអ្វីឡើយ Curlighter ក៏ភ្ញាក់ផ្អើលគេមានកូនប្រុសជាគ្រូវេទមន្តដ៏អស្ចារ្យបំផុតរបស់ប្រទេសយើងប៉ុន្តែគ្រួសាររបស់គេមិនមានក្រមងារអ្វីផ្សព្វផ្សាយបញ្ជារបស់យើងភ្លាមត្រូវផ្ដល់ជូនក្រមងារជាអភិជនឲ្យទៅកាន់ Hooker តំណែងមួយហ្នឹងគឺវាក្រោមតំណែងអង្គញាឬក៏សម្ដេចមួយថ្នាក់ Curlighter ក៏បានបន្ថែមថាតម្លៃចំណាយនៃពិធីបុណ្យសពត្រូវតែកើនឡើងទ្វេដងត្រូវតែប្រកាសថាធ្វើឲ្យលីនឡៃស្ងប់ចិត្តហើយយើងនឹងទៅដោយផ្ទាល់ដើម្បីប្រាប់គេថាយើងជាព្រះមហាក្សត្រជាក្នុងមួយឯងគ្រប់គ្រងគេដ៏រឹងមាំបំផុតបន្តមកលីនឡៃគាត់បានរៀបចំពិធីបុណ្យសពឲ្យឪពុករបស់គាត់ហើយភ្ញៀវកិត្តិយសក៏ចូលរួមដោយត្បូងគេនឹងគឺជាបងប្អូនទាំង3របស់គាត់ហ្នឹងឯងបងទី3មិនថាមានរឿងអីនោះទេពួកយើងតែងតែនៅក្រោយឯងជានិញលីនឡៃអរគុណបន្តមកមនុស្សម្នាក់ដែលមកពីសាសនាងឹតគេក៏បានមកគោរពវិញ្ញាណក្ខន្ធ Hooker ផងដែរក្មេងឯងក៏គួរឲ្យអាណិតម្លេះសូមឲ្យព្រះអង្គម្ចាស់នៃភាពងងឹតធ្វើឲ្យព្រលឹងរបស់គេស្ងប់ផងតិចចុះលីនឡៃអរគុណចំពោះការព្រួយបារម្ភរបស់គេប៉ុន្តែយ៉ាងណាក៏ដោយគាត់បានបដិសេធជាមួយនឹងសាសនាងឹតរួចទៅហើយគាត់មិនចង់បង្កឲ្យមានការយល់ច្រឡំអីផ្សេងទៀតដោយមិនចាំបាច់នោះទេមនុស្សម្នាក់នោះគេក៏បានប្រាប់ថាកុំបារម្ភអីដំណើររបស់យើងមកលើនេះគឺពិតជាសម្ងាត់ខ្លាំងណាស់ខ្ញុំមកលើនេះក្នុងនាមជាសាសនាងងឹតដើម្បីប្រាប់ឯងតែប៉ុណ្ណោះទ្វាររបស់ពួកយើងគឺតែងតែបើកចំហរងចាំឯងជានិញបើចាំបាច់យើងអាចជួយរកយុត្តិធម៌សម្រាប់ឯងបានយើងសន្មតថាការស្លាប់របស់លោកម្ចាស់ Hooker គួរតែមានហេតុផលមួយទៀតយើងជឿថាឯងគឺជាមនុស្សឆ្លាតម្នាក់មិនអីទេយើងរងចាំចម្លើយរបស់ឯងប្រតិចាតើលីនក៏បាននិយាយថាយោពិតជាគំនិតល្អមែនសម្រាប់ Patterson ដោយប្រើអំណាចនៅសាសនាងងឹតវាក៏មានសុវត្ថិភាពសម្រាប់ឯងដែរសាសនាងងឹតគេគួរតែរីករាយនៅក្នុងការផ្ដល់ជំនួយដល់ឯងដើម្បីឲ្យឯងពេញចិត្តបន្តមកនេះយើងបានឃើញក្បួនរទេះធំៗជាច្រើនបានចូលមកចែករំលែកទង់សម្រាប់បុណ្យសពរបស់ Hooker ដោយមានដូចជាសាសនាពន្លឺលោកម្ចាស់ជាមូលោកម្ចាស់ឡាំពូសូនអីជាដើមគឺសិតតែបានមកចូលរួមក៏ដូចជាអ្នកអង្គ
ម្ចាស់នៃគ្រួសារលោកកឺស៊ឺក៏បានមកពួកគាត់ក៏លើកទឹកចិត្តទៅកាន់លីនលៃពន្លឺបរិសុទ្ធនឹងការពីឪពុករបស់ឯងលីនលៃសូមទទួលយកការរំលែកទុក្ខពីខ្ញុំផងអ្នកដែលបានចូលរួមបន្ទាប់គួរឲ្យចាប់អារម្មណ៍នោះគឺជាអុកញ៉ា Patterson នៃអាណាចក្រ Finlay លីនលៃគ្រាន់តែបានឃើញគេភ្លាមហ្នឹងគឺឆេះឈួលដោយកំហឹងតែម្ដងហើយសាច់រឿងភាគទី19របស់យើងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងអរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ